តោះមកតាមដានជាមួយនឹងម៉ាមីទាំងអស់គ្នាថាម៉ាមីចង់ធ្វើអីថ្ងៃនេះការប៉ັດរឿងតូចតាចបើយើងឆាប់ដោះស្រាយវាទៅជាលែងមានបញ្ហាតែអារឿងតូចហ្នឹងបើសិនជាទុកវាកាន់តែយូរវាកាន់តែធំព្រោះដោយសារបងគិតឲ្យបងគិនទាស់សំដីគ្នាលែងនិយាយរកគ្នាប្រហែលជាប្រហែលថ្ងៃហ្នឹងដូច្នេះជាដំបូងគឺម៉ាមីទៅរកបងគិនហើយក៏មកជួបបងគិតដើម្បីឃ្លាហើយនឹងដោះស្រាយគ្នាឲ្យបានច្បាស់លាស់ម៉ាមីបានប្រាប់គាត់ថាមានរឿងអីចង់និយាយក៏និយាយឲ្យទៅព្រោះយើងដឹងថាថ្ងៃស្អែកមានរឿងអីកើតឡើងឯងអញ្ចឹងម៉ាមីក៏ប្រាប់ពួកគាត់ឲ្យអភ័យទោសគ្នាទៅវិញទៅមកហើយនិយាយពាក្យថា I love you រវាងគ្នានឹងគ្នាអញ្ចឹងទាំងអស់គ្នាក៏អាចមើលពីសកម្មភាពរបស់ម៉ាមីវិញម្ដងនេះគឺជាការសរបញ្ជាក់ថាម៉ាមីដោះស្រាយបានសម្រាប់ជាស្ថាពររំផងច្រៀងផងគ្មានអីសប្បាយចិត្តនៅពេលដែលឃើញកូនទាំងពីរបានផ្លាស់សារត្រូវរើគ្នាឡើងវិញបើសិនជានៅធ្វើអញ្ចឹងវាអាចជាគំរូមិនល្អតចំនួនដែលគេនិយាយតពូជអញ្ចឹងទាំងអស់គ្នាព្រមជាមួយនឹងម៉ាមីអត់ថាពួកយើងមានគោលដៅរួមគ្នាចាប់ពីធំជំនាន់ពួកយើងទៅបងប្អូនទោះជាមានរឿងអីយើងនៅអាចនិយាយគ្នាអភ័យទោសឲ្យគ្នាបាន